số đây là ngọc kia là dân to ta đo cho nó một tiết dân gì ông epimers ok epimers chỉ ấy epimers nó không bị sao lấy cái chuyện tha vì cứ chia diastereomers differing in configuration of one carbon only thay mày vì cứ chia tam bất dân compare này pi molecule đại vi miên cái ảnh gì tha vi chia stereo isomer mùiประเภทcứ vi miên này thay mày vi miênรูปมนต์đối khíaรูปมนต์ด้วยគ្នាអូខេរូបមន្តនេះគឺ C6 A12 O6 នេះក៏ C6 A12 O6 ដូចគ្នានឹងរចនាសម្ព័ន្ធវាក៏ដូចគ្នាដែរប៉ុន្តែអ្វីដែលខុសគ្នាគឺអីគេមានន័យថាគឺវាជាខុសគ្នានៅ asymmetric carbon មួយនៃទីតាំង OH និងទីតាំង H នៅលើ carbon ទីតាំងតែមួយខុសគ្នាអញ្ចឹងបើយើង compare នៃពីរ molecule នេះmolecule ដើមរបស់វាបើយើងនិយាយថាមាន molecule ដើមនេះមុនគឺជា molecule glucose អញ្ចឹង molecule glucose នេះយើងបង់លេខcarbon នៃវាដើម្បីងាយស្រួលក្នុងការមើលលេខ1លេខ2លេខ3លេខ4លេខ5លេខ6អញ្ចឹងនៅក្នុងហ្នឹងទីតាំងនៅ carbon asymmetric carbon ទី4 3 4 5 6អញ្ចឹងអ្វីគ្រប់យ៉ាងគឺដូចគ្នាទាំងអស់ប៉ុន្តែទីតាំង asymmetric carbon ទី4គឺមានទីតាំង OH ផ្ទុយគ្នាខុសគ្នាអញ្ចឹងនៅក្នុងហ្នឹងវាបដូរពី molecule D glucose វាទៅជា molecule D galactose វាខុសគ្នាអាហ្នឹងគេហៅថា epimers អញ្ចឹងនៅក្នុងហ្នឹងបើសិនជាខុសគ្នា2 carbon យើងអត់និយាយថា epimers ទេឬខុសគ្នាតែមួយនៅទីតាំងដូចគ្នាគឺខុសគ្នារវាងទីតាំង OH និងទីតាំង H នៅ position asymmetric carbon ដូចគ្នាយើងនិយាយវាថាជា epimers ដែលបដូរពី molecule មួយទៅជា molecule ថ្មីមួយទៀតអូខេដូចជាយើងពេលដែលយើងនិយាយអំពីម្សិលមិញយើងនិយាយអំពីគេ asymmetric penultimate carbon អញ្ចឹងនៅក្នុង asymmetric penultimate carbon គឺជា carbon second from last អញ្ចឹង second from last គឺ carbon number 5 carbon number 5 second from last អញ្ចឹងបើសិនជា carbon number 5 នឹងបដូរទីតាំង OH នេះមកខាងនេះហើយបដូរទីតាំង H នេះមកខាងនេះវាអត់បានបដូរឈ្មោះទៅជា molecule ថ្មីទេប៉ុន្តែវាផ្ដានបដូរគ្រាន់តែទៅជា L glucose អានេះដូចគ្នាបើសិនណាយក OH មកខាងនេះវិញហើយយក H នេះមកខាងនេះវិញវាបដូរទៅជា L galactose អញ្ចឹងឥឡូវខ្ញុំសួរវិញថាបើសិនជាវាបដូរអញ្ចឹងវាអត់បានបដូរទៅជាឈ្មោះ molecule ថ្មីទេអញ្ចឹងឥឡូវយើងសួរថាតើ molecule ទីតាំង asymmetric carbon ណាខ្លះដែលវាអាចមានសមត្ថភាពបដូរទៅជា molecule ថ្មីបានអញ្ចឹងនៅក្រៅពីទីតាំងនៃទីតាំងទី1គឺជាទីតាំងបង្គំនីតិអាឌីហាយយើងអត់អាចបដូរទេទីតាំងទី6នេះ carbon ចុងក្រោយក៏មិនអាចបដូរដែរហើយទីតាំងទី5គឺជាទីតាំងកំណត់នៅរវាង L និង D sugar ក៏មិនអាចបដូរទៅជាឈ្មោះ molecule ថ្មីដែរអញ្ចឹងអ្វីដែលអាចបដូរទៅជាឈ្មោះ molecule ថ្មីបានគឺយើងមានទីតាំងទី2ទី3និងទី4ឥឡូវយើងឧទាហរណ៍នៅទីតាំងថ្មីមួយដែលទីតាំងឧទាហរណ៍យើងគូសមួយប្រមុនថ្មីមួយនៃចំនួន carbon ដូចគ្នាអូខេអញ្ចឹង carbon លេខ1ជាក្រុមបង្គំនីតិអាឌីហាយទុកដដែលបន្ទាប់មកទៀតយើងចាប់ដើមបងលេខទីតាំងនៃ carbon នីមួយបើយើងអូខេ H អានេះគឺ CH2OH អញ្ចឹងវាមើលនៅទីតាំងនេះទីតាំង carbon លេខ5នេះគឺដូចគ្នាទីតាំងនេះដូចគ្នាទីតាំងនេះដូចគ្នាទីតាំងនេះក៏ដូចគ្នាដែរជាមួយនឹង glucose ហើយវាខុសនៅទីតាំងនេះលេខ4នេះគឺដូចគ្នាប៉ុន្តែវាខុសនៅទីតាំងនេះវាខុសនៅទីតាំង1 2 3លេខ3អញ្ចឹងអានេះវាឆ្លើយទៅជា score D allose score D allose ជា score មួយឈ្មោះថ្មីគឺ D allose អូខេអញ្ចឹងបើសិនជាទីតាំង carbon ទី5នេះបដូរទីមកទីតាំង OH មកខាងឆ្វេងវិញហើយ H មកខាងស្ដាំវិញវាទៅជា L allose អញ្ចឹង
dương ban chạyច្បាស់ហើយថាពេលណាដែលយើងនិយាយពី score L score D ហើយនឹងបដូរពីឈ្មោះ molecule ថ្មីទៅឈ្មោះ molecule ថ្មីសំណួរសួរថាតើយើងមានវិធីណាចាំថាទីតាំងណាជា score glucose ទីតាំងណាជា score galactose score allose ឬក៏ score mannose ទេគឺអត់ទេគឺយើងត្រូវតែចាំនៅទីតាំងដូចគ្នាប៉ុន្តែតិចខ្ញុំនឹងបង្រៀនពីវិធីងាយៗនៅក្នុងការចាំរូបមន្ត linear ឬក៏រូបមន្ត Sterlite របស់ molecule អស់ហ្នឹងអូខេ